តោះពុកម៉ែបងប្អូននេះជាសត្វត្រង់នៅស្រុកខ្ញុំគេហៅសត្វត្រង់ពុកម៉ែបងប្អូនអានឹងអាបាណែពុកម៉ែបងប្អូនឥឡូវនេះជាសភាពបងប្រុសនៅខាងបតទេមិនស្រុកយើងទេពុកម៉ែបងប្អូនខាងគេរស់នេះសត្វដូចជាយើងដែរណែឥឡូវគាត់ចាប់បានត្រង់មួយអានឹងគេហៅអាបានៅស្រុកខ្ញុំត្រង់បាមិនប្រគួយណាពុកម៉ែបងប្អូននេះគឺជាសត្វត្រង់នៅស្រុកខ្ញុំគេហៅសត្វត្រង់បើនៅស្រុកគេគេហៅសត្វប្រគួយសត្វអីប្រគួយយៈមិនដឹងអីណាប៉ុន្តែនៅស្រុកខ្ញុំនេះគេហៅត្រង់ណែពុកម៉ែបងប្អូនអើយធំណាស់អានឹងអាបាហើយចិត្តតែ3គីឡូយ៉ាងមើលទៅ3-4គីឡូហ្នឹងអូធំណាស់cònនៅស្រុកយើងវិញចាប់បានប៉ុណ្ណឹងហើយដឹងថាដឹងមកឆ្ងាញ់ដឹងយកទៅធ្វើអីផ្សេងឆាក្តៅធ្វើអីហើយតែស្រុកគេមិនដឹងគេចាប់យកធ្វើអីនេះប៉ុន្តែក៏គេយកទៅធ្វើម្ហូបដូចជាយើងដែរហ្នឹងមើលទៅនេះដល់ចាប់គ្រប់ទៅកន្លែងដែរហ្នឹងខាងយើងវាអត់ទៅមានដែរឥឡូវនៅតាមជនបទផ្សេងអត់ទៅមានទេបើតាមមាត់ទន្លេខ្ញុំអាចធ្លាប់ឃើញជួបសម្បូរមានច្រើននៅទន្លេគេអត់ទៅជាចាប់អារម្មណ៍ទេបើពួកខ្ញុំធ្លាប់ទៅលេងទន្លេពួកខ្ញុំនៅឆ្ងាយពីទន្លេដែរហើយជា80គីឡូដីដែរតែនៅខាងគេសម្បូរនៅខាងខ្ញុំវាជាមិនសូវជាសម្បូរទេខ្ញុំធ្លាប់ទៅលេងទន្លេនៅតាមគុំអាស័យសម្បូរណាស់នេះធំណាស់ពុកម៉ែបងប្អូនអាហ្នឹងគេហៅត្រង់ពុកម៉ែបងប្អូនមិនលេងសើចទេធំណាស់អូស្រុកខ្ញុំបានប៉ុណ្ណេះវិញបាញ់និយាយទេពុកមកឆ្ងាញ់មានទៀតពុកម៉ែបងប្អូនបងប្រុសដល់ចាប់ដឹងគាត់ចាប់ធ្វើអីណាតែប្រទេសគេឃើញច្រើនតែចាប់ហើយយកមកបសោតហើយប្រឡែងវិញតែបើសិនជាប្រទេសយើងទៅចាប់បានយ៉ាងហើយស្រុកយើងมันអាចប្រឡែងចូលវិញទេពុកម៉ែបងប្អូនអើយនេះចាប់ពីប៉ាន់នេះมันអាចជាប្រឡែងទេស្រុកយើងដឹងស្រាប់ហើយតែបានប៉ាន់ហ្នឹងវិញដឹងតោះអស់តែអាជាហើយនឹកឃើញតែជាឬមួយគេដូនតាយហ្នឹងប៉ុណ្ណឹងបើថានៅស្រុកគេវិញគេចាប់បានគេថ្លឹងគីឡូនិងគេវាស់ម៉ែត្រគេប្រឡែងចូលវិញហើយតែស្រុកយើងតោះពុកម៉ែបងប្អូនมันអាចជាប្រឡែងចូលវិញទេតែចាប់បានប៉ុណ្ណឹងហើយទោះបីតែខ្ញៅដាច់ដៃដាច់ជើងប្រទេសគេក៏នៅតែគេប្រឡែងចូលវិញដែរតែចំណែកស្រុកយើងតោះតែបានប៉ុណ្ណេះហើយ